សម្រាប់ទូរស័ព្ទដៃ iPhone អ្នកទាំងអស់គ្នាប្រើសុកស្រាប់តែពន្លឺនេះរត់ឡើងអូតូឡើងកប់ពេលដើរកាត់ពន្លឺឬក៏ប្រើសុកទៅស្រាប់តែវារត់កប់ចឹងណាតោះទៅមើលពីរបៀបបិទទាំងអស់គ្នាកុំឲ្យពេលដែលយើងប្រើទៅទូរស័ព្ទថ្មក៏ស៊ីខ្លាំងហើយក៏ក្តៅធ្វើឲ្យក្តៅទូរស័ព្ទទៀតតោះយើងចូលទៅបិទទាំងអស់គ្នាមកចូលមកកាន់ setting របស់ iPhone ហើយ scroll មកក្រោមរកពាក្យថា accessibility រួចហើយរកពាក្យមួយដែលមានឈ្មោះថា display and text size រួចហើយអ្នកគ្នា scroll ចូលមកក្រោមបំផុតមករកពាក្យនេះ auto brightness អ្នកគ្នាធ្វើការបិទវាចឹងណាពេលដែលថ្ងៃក្រោយពេលអ្នកគ្នាប្រើទៅពន្លឺវាឡើងរត់អូតូហើយបើសិនអ្នកគ្នាបើកអាគ្រីហ្នឹងវាធ្វើឲ្យពន្លឺហ្នឹងរត់អូតូពេលអ្នកគ្នាដើរកាប់ថ្ងៃឬមានពន្លឺអីចាំងមកលើ iPhone អ្នកគ្នាចឹងណាចឹងធ្វើឲ្យការប្រើយើងពន្លឺបើកខ្លាំងធ្វើឲ្យទូរស័ព្ទក្តៅហើយក៏ឆាប់ស៊ីថ្មទៀត complete follow comment like និង share ដើម្បីទទួលបានចំណេះដឹងថ្មី